សួស្តីសាទាំងអស់គ្នាចឹងឥឡូវនេះយើងចូលមកប្រធានបទទី2ដែលយើងនឹងសួរសំណួរតាក់ទងទៅនឹង family អូខេ family តាក់ទងទៅនឹងគ្រួសារអូខេសំណួរទី8 How many members in your family អូខេ How many members in your family តើសមាជិកគ្រួសារប្រមាណអ្នកនៅក្នុងគ្រួសាររបស់អ្នកនេះលោកគ្រូសរសេរទម្រង់កាត់ណាតាមពិតបើយើងសរសេរឲ្យពេញនេះមានពាក្យមួយពាក្យទៀតគឺពាក្យ are there ណា How many members are there in your family ប៉ុន្តែភាសានិយាយយើងអាចនិយាយខ្លីប៉ុណ្ណឹងក៏បានដែរណាភាសានិយាយ How many members in your family ចឹងតើមានសមាជិកប្រមាណអ្នកនៅក្នុងគ្រួសារក្នុងគ្រួសាររបស់អ្នក There are 5 people in my family ណា There are នឹងមានអូខេមានមនុស្សណារំលឹកគាត់មានសមាជិក5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំអូខេហើយយើងរៀបរាប់បន្ថែមមកណាគេខ្លះ My parents my 2 siblings and me អូខេចឹងមានឪពុកម្ដាយខ្ញុំមានបងប្អូនខ្ញុំ2នាក់ហើយនឹងខ្ញុំអូខេសរុបទៅ5នាក់អូខេ next question Do you have any siblings ឧទាហរណ៍តើអ្នកមានបងប្អូនបង្កើតដែរទេអញ្ចឹងពាក្យថា sibling បកប្រែថាបងប្អូនបង្កើតអូខេអញ្ចឹងថា yes ហ្នឹងយើងឆ្លើយ yes ចឹងក៏បានយើងឆ្លើយ yes I do ក៏បានដែរគេបើយើងឆ្លើយពេញលេញគឺ yes I do ណាអញ្ចឹងនៅក្នុងនេះគឺយើងមានជម្រើស Yes I do គឺ very good យើងប្រើបានគ្រប់ពេលទាំងអស់ហើយ yes នេះកាលណាយើងចង់និយាយខ្លីចង់និយាយកាត់ណា Yes okay. I have one older brother ខ្ញុំមានបងប្រុសម្នាក់ and one younger sister ហើយនឹងមានប្អូនស្រីម្នាក់អញ្ចឹង older នេះ older ហ្នឹងចាស់ជាងអាយុច្រើនជាងអញ្ចឹងគឺបង older brother គឺបងប្រុស and one younger sister ណាគឺប្អូនស្រីអញ្ចឹង younger ហ្នឹងប្អូនណាចាស់ជាងក្មេងជាង younger ក្មេងជាងអញ្ចឹងប្អូនស្រី Okay question 10 What do your parents do for a living Okay What do your parents do for a living គេតើឪពុកម្ដាយអ្នកធ្វើការងារអីបាទអញ្ចឹងកន្លែងចុងក្រោយនេះ for a living នេះយើងចង់ដាក់ក៏បានចង់អត់ក៏បានដែរអូខេអញ្ចឹង for a living គេថាដើម្បីរស់នៅចង់ដាក់ក៏បានអត់ក៏បានអត់បញ្ហាទេអញ្ចឹង teacher បកឲ្យខ្លីតើឪពុកម្ដាយអ្នកធ្វើការងារអ្វីណាយើងឆ្លើយ My father is a teacher ណា My father is a teacher ឪពុកខ្ញុំជាគ្រូបង្រៀន My mom is a nurse គេម្ដាយខ្ញុំគឺជាគិលានុបដ្ឋាយិកាណាអញ្ចឹង complete យើងប្រើ My father is My mom is អូខេ is ឲ្យដាក់ផងកន្លែងហ្នឹងអូខេតោះ next question Do you have any family members នេះយ៉ាងវែងតិចណាWho live in another country ណា teacher បកមកកង់ឲ្យ Do you have any family members ណាតើអ្នកមានសមាជិកគ្រួសារណាដែលនៅកន្លែង who នេះ who ហ្នឹងប្រែថាដែលជំនួសឲ្យមនុស្សដែលរស់នៅប្រទេសផ្សេងដែរឬក៏អត់អញ្ចឹងតើអ្នកមានសមាជិកគ្រួសារណាដែលរស់នៅប្រទេសផ្សេងដែរអត់អូខេ Yes ណា yes បាទមាន My aunt ណា My aunt and uncle ណាមីងហើយនឹងពូរបស់ខ្ញុំរស់នៅប្រទេសអូស្ត្រាលីណា live in Australia ហើយគឺត្រង់កន្លែងប្រទេសអូស្ត្រាលីខ្មែរយើងអូស្ត្រាលីភាសាអង់គ្លេសគេអានថា Australia អូខេអញ្ចឹងអានកន្លែងហ្នឹងឲ្យច្បាស់ណាកុំឲ្យអានអូស្ត្រាលីដូចខ្មែរអូខេហើយចង់បញ្ជាក់កន្លែង yes ហ្នឹងនេះ teacher ប្រើទម្រង់កាត់គឺយើងប្រើភាសានិយាយណាម្ដងទៀតហើយបើយើងដាក់ yes I do អាហ្នឹងគឺ very good ណាតាមក្បួនខ្នាតវេយ្យាករណ៍យើងដាក់ yes I do អូខេប៉ុន្តែលោកគ្រូចង់ឲ្យយើងរៀននិយាយកាត់ខ្លះពេលដែលយើងនិយាយគេប៉ុន្តែទៅមុខទៀតក៏លោកគ្រូនឹងដាក់ yes I do ដែរណាគឺឲ្យមានទាំងពីរ yes I do ហ្នឹងក៏មាន yes តែប៉ុណ្ណឹងក៏មានទាំងពីរអូខេអញ្ចឹងបើយើងមិនសូវជាខ្វល់ខ្វាយថាអត់ចង់និយាយវិញយើងអាច yes មួយម៉ាត់ប៉ុន្តែបើយើងចង់ឲ្យភាសាយើងវាពេញលេញល្អយើងដាក់ yes I do ហ្នឹង very good តែម្ដងអូខេ Okay next question Who is the oldest member of your family អូខេតើអ្នកណាជាសមាជិកចាស់ជាងគេនៅក្នុងគ្រួសាររបស់អ្នកគេ who ហ្នឹងយើងសួររកអ្នកណានោះនេះពី oldest member ពី oldest ហ្នឹងប្រែថាចាស់ជាងគេអាយុច្រើនជាងគេអញ្ចឹងតើអ្នកណាដែលមានអាយុច្រើនជាងគេនៅក្នុងគ្រួសាររបស់អ្នកអូខេអញ្ចឹង my grandfather ណាជាតាខ្ញុំណា is the oldest គឺជាមនុស្សចាស់ជាងគេ in my family okay he is 90 years old okay 90 years old អញ្ចឹងណាយើងបកប្រែមក my grandfather ជាតាខ្ញុំជាសមាជិកឬក៏ជាបុគ្គលចាស់ជាងគេ in my family
ok តនេះយើងដាក់ he is 90 years old អូខេក្រោយនេះលោកគ្រូចង់ប្រាប់បន្ថែមបន្តិចនៅពេលដែលយើងធ្វើការសន្ទនាជាមួយគេនៅពេលដែលគេសួរយើងមួយចំណុចពេលដែលយើងឆ្លើយគឺយើងគួរតែឆ្លើយឲ្យបានលើសពី1ណាលើសពី1បើសិនបើគេសួរមួយហើយយើងឆ្លើយតែមួយទេយើងអត់បន្ថែមព័ត៌មានអីផ្សេងទៀតទេនោះសន្ទនាយើងមិនសូវល្អប្រហែលនេះគេមិនសូវល្អទេដូច្នេះលោកគ្រូណែនាំលោកគ្រូ recommend គេសួរមួយយើងគួរតែឆ្លើយឲ្យបាន2គឺឆ្លើយលើសអីដែលគេសួរនៅពេលដែលយើងឆ្លើយលើសអញ្ចឹងធ្វើឲ្យការសន្ទនាយើងបានល្អបានក្បោះក្បាយអញ្ចឹងឯបានជាកន្លែងហ្នឹងលោកគ្រូបន្ថែមណាកន្លែង he is 90 years old កន្លែងហ្នឹងគេអត់បានសួរយើងទេប៉ុន្តែយើងគួរតែឆ្លើយបន្ថែមទៀតណាបើយើងដឹងយើងបន្ថែមទៀតដើម្បីឲ្យការសន្ទនាយើងហ្នឹងកាន់តែល្អប្រសើរអូខេហ្នឹងជាកន្លឹះសំខាន់មួយយើងគួរតែដឹងOkay, next question. What do your siblings do for a living? Okay. តើបងប្អូនរបស់អ្នកណាធ្វើការងារអី Okay. បងប្អូនអ្នកធ្វើការងារអីសំណួរស្តៀងលើកមុនដែរលើកមុនសួរ parents ឥឡូវសួរ siblings ម្ដងណា My brother is a doctor. Okay. បងប្រុសខ្ញុំជា doctor តាមពិតពាក្យ brother ហើយនឹងពាក្យ sister គឺអត់បានបញ្ជាក់ថាបងឬក៏ប្អូនទេណា brother sister អត់បានច្បាស់ថាបងឬក៏ប្អូនតើតែយើងដាក់ younger ឬយើងដាក់ older ថែមទៀតបានដឹងថាបងឬក៏ប្អូនអូខេអញ្ចឹងយើងអាចសន្មតទៅណាគេបងប្រុសខ្ញុំជាគ្រូពេទ្យហើយ my sister ប្អូនស្រីខ្ញុំជាគ្រូបង្រៀននេះគឺជាសំណួរមួយចំនួនដែលយើងសួរគ្នាទៅវិញទៅមកទាក់ទងទៅនឹងរឿងគ្រួសារអញ្ចឹងលោកគ្រូណែនាំសូមឲ្យសិស្សធ្វើការចម្លងធ្វើការកត់ត្រា clear ដែលបងប្អូនគិតថាល្អហើយចង់ប្រើគួរតែកត់ត្រាទុកហើយរៀនសួរសំណួរសិស្សភាគច្រើនគឺគាត់ពិបាកក្នុងការសួរសំណួរពេលដែលគាត់ចង់បង្កើតសំណួរគាត់មានការលំបាកកើតទៅកាត់អត់ចេញកាត់អត់ត្រូវអីចឹងទៅអញ្ចឹងកន្លែងសំណួរគឺសំខាន់ណាសូមកត់ត្រាកន្លែងសំណួរហើយអាសាអានឲ្យបានច្រើនដងអូខេចាំជួបលោកគ្រូនៅប្រធានបទទី3